ឃើញផ្កាពណ៌ក្រហមនេះពិតជាស្រស់ស្អាតមែនទែនបងប្អូនមានស្គាល់អត់តើផ្កានឹងគឺគេហៅផ្កាអីដែរបើខ្ញុំអត់ស្គាល់ទេអត់ដឹងថាគេផ្កាអីទេដែលខ្ញុំទៅលេងផ្ទះបងប្អូនខាងគ្រួសារខ្ញុំគឺគាត់បានដាំផ្កានឹងពីមុនគាត់ដាំផ្កាមួយយ៉ាងទៀតចឹងក៏ស្អាតដែរដល់ពេលគាត់ដាំផ្កានេះក៏ស្អាតមួយយ៉ាងដែរហើយបើផ្កានេះវិញគឺខាងស្រុកខ្ញុំគេហៅផ្កាម្ជុលបងប្អូនចុះខាងបងប្អូនគេហៅផ្កាអីដែរបើខាងខ្ញុំគឺគេហៅផ្កាម្ជុលហើយផ្ទះគាត់គឺដាំផ្កាស្អាតដែរមករដូវគឺគាត់ខ្ញុំពេលដែលខ្ញុំទៅលេងផ្ទះគាត់ម្ដងគឺផ្កាខុសគ្នាបែបផ្សេងគ្នាស្អាតមែនទែនអានេះគឺជាផ្កាកលាបរបស់គាត់ក៏ស្អាតដែរនេះម្យ៉ាងពេលដែលខ្ញុំទៅឃើញផ្កាបែបហ្នឹងគឺមានអារម្មណ៍ថាខ្វះក៏មែនទែនចង់បេះបន្តិចអីបន្តិចដឹងមានអារម្មណ៍ថាវាស្អាតចឹងណាបែបទៅអើយមើលទៅគឺវាស្អាតមែនទែនហើយផ្កាហ្នឹងគឺខ្ញុំអត់ដឹងថាគេហៅឈ្មោះវាគឺផ្កាអីទេបងប្អូនខ្ញុំអត់សូវស្គាល់ចឹងណាបើសិនជាបងប្អូនស្គាល់អីចាំជួយប្រាប់ខ្ញុំផងថាផ្កាហ្នឹងគេហៅថាផ្កាអីកាលមុនគឺគាត់ដាំផ្កាមួយនេះបងប្អូនផ្កានេះក៏ស្អាតមួយយ៉ាងដែរដល់ពេលគាត់ដាំផ្កានេះទៀតកាន់តែស្អាតទៀតពួកអីមើលទៅវាឡើងកញ្ចុំមែនតើគួរឲ្យប្លែកបងប្អូនវាស្អាតបែបមួយយ៉ាងម្នាក់វាអត់ដូចគ្នាពេលដែលខ្ញុំទៅលេងផ្ទះគាត់ម្ដងគឺឃើញផ្កាគាត់ដាំបែបផ្កានេះផ្កានោះគាត់ឧស្សាហ៍ដាំផ្កាចម្រុះអស់ពីផ្កានេះចូលផ្កានោះចូលផ្កានេះគឺបែបប្លែកស្អាតមែនតើអរគុណបងប្អូនមកសិនជាកន្លែងណាដែលខ្ញុំនិយាយខុសសូមអភ័យទោសផងបាយ